បាទរៀបសួរបងប្អូនបាទអេបងប្អូនបងប្អូនបាទបងប្អូនមើលចាំមើលហើយហុងសវណ្ណច័ន្ទសទ្ធីនឹងអាចធ្វើអាគូបាកើតទេបាទអាចធ្វើអាគូបាបែកទេបងប្អូនឥឡូវបងប្អូនគិតមើលណាយើងធ្លាប់ស្គាល់ជំហរនៃការវាយអ្នកទាំងពីរហើយបាទហើយអាគូបាយើងដឹងគូបាគឺបុកហើយហើយហុងសវណ្ណចន្ទធីគឺបច្ចេកទេសវាយថយវាយទាត់ថយវាយបាទគាត់មានបច្ចេកទេសវាយរបស់គាត់តែគាត់មិនថយខ្លាំងទេមិនថយលោដល់ចង់រត់ទេគាត់ថយវាយរបស់គាត់គឺតាមលក្ខណៈបច្ចេកទេសបាទយើងមើលទៅគឺថាជំហរអ្នកទាំងពីរគឺដាច់ពីគ្នាមួយវាយបុកបាទមួយទៀតគឺថយទាត់ម៉ាត់កែងបាទអញ្ចឹងអ្នកទាំងពីរនេះប្រសិនបើជាហុងសវណ្ណច័ន្ទសទ្ធីហ៊ានបុកជាមួយគូបាគឺដឹងតែចាញ់បាទធានាថាចាញ់គូបាណាយើងមើលលក្ខណៈបច្ចេកទេសណាបាទហើយបើសិនជាគូបាបាទគូបាថយអត់វាយបុកថយឈរទាត់គឺចាញ់ហុងសវណ្ណច័ន្ទសទ្ធីហើយអញ្ចឹងមានន័យថាពីរហ្នឹងគឺដាច់ពីគ្នាហ្មងបាទមួយណាដែលធ្វើខុសអំពីលក្ខណៈបច្ចេកទេសរបស់ខ្លួនឯងធ្លាប់ទទួលបានជោគជ័យគឺមួយនឹងប្រកាសជាបរាជ័យអញ្ចឹងគូទាំងពីរនេះគឺខ្ញុំមិនអាចសន្និដ្ឋានបានថាយ៉ាងម៉េចទេគឺគ្រាន់ថា50-50បាទវាបើសិនជាគាត់វាយទៅតាមលក្ខណៈបច្ចេកទេសរៀងៗខ្លួនអានឹងអាចឈ្នះបាទបើគូបាហ៊ានបុកហុងសវណ្ណចន្ទធីថយទាត់កាត់វាយកែងអាចឈ្នះតែបើគូបាហ៊ានឈរថយទាត់វាយធម្មតាគឺអានឹងគឺធានាហើយធានាថាចាញ់ដូចអញ្ចឹងបាទហើយបើសិនជាហុងសវណ្ណច័ន្ទសទ្ធីហ៊ានតែវាយបុកគឺធានាថានឹងអាចសន្លប់នឹងកណ្ដាប់ដៃរបស់គូបាបាទអញ្ចឹងអ្នកពីរអ្នកនេះគឺម្យ៉ាងម្នាក់បាទម្យ៉ាងម្នាក់ថាតើអ្នកណាអាចទទួលបានជ័យជំនះបងប្អូនទស្សន៍ទាយមើលថាតើអ្នកណាអាចបានទទួលជ័យជំនះបាទហើយសរុបសេចក្តីមកដូចខ្ញុំនឹងបញ្ជាក់អញ្ចឹងថាអ្នកទាំងពីរនេះបើវាយខុសលក្ខណៈបច្ចេកទេសខ្លួនឯងគឺអ្នកនឹងចាញ់បាទអ្នកនឹងត្រូវតែចាញ់តែម្ដងគូបាហ៊ានតែថយចាញ់ហុងសវណ្ណចន្ទធីហ៊ានតែបុកចាញ់អានឹងអញ្ចឹងអានេះតែខុសលក្ខណៈបច្ចេកទេសណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នារងចាំទស្សនាមើលថាតើគូទាំងពីរនេះមួយណាទទួលបានជ័យជំនះបាទដណ្ដើមខ្សែក្រវ៉ាត់ហុងសវណ្ណច័ន្ទសទ្ធីទៅដណ្ដើមខ្សែក្រវ៉ាត់ពីគូបាខ្សែក្រវ៉ាត់ហ្នឹងគឺដែលគូបាបានពីពេជ្រសម្បត្តិបាទសូមអរគុណសូមជម្រាបលារងចាំទស្សនាទាំងអស់គ្នាថាតើអ្នកណាដណ្ដើមបានខ្សែក្រវ៉ាត់អ្នកណាអាចគ្រងខ្សែក្រវ៉ាត់គ្រុឌនឹងបាន